thế và mình tha thôm có cha rồi đi đây bà cứ chơi mau chả mình tên phải chốt vào lấy chúng ta từ khang một tích mà phải chốt chỉ ti group chỉ ti một đây bà khơi tha bà không top ông ai xa han phải đẹp không top bao dương ta một bảy rút đại ban bà cà phê bồ đà nẵng đây bao dương bà khơi ban vừa tập lọc hiện tập phum Campuchia bao dương vĩnh bà Kraum ca thất thầm bao đi rồi thà bà bao dương cứ miền sầm đại để chỗ đã chiaประเทศvàประสภีbàก็ได้chiaสมดัติพบทบได้ได้chiaนายกรัฐมนตรีในประเทศกัมพูชาบ่យើងลูกใต้តែមានការបាទព្យាយាមការទូតបាទដើម្បីឲ្យកងទ័ពរបស់យើងវិលត្រឡប់មកមាតុភូមិនិងប្រទេសកម្ពុជារបស់យើងវិញផ្ទាល់តែម្ដងបាទឥឡូវនេះគឺបងមកគឺអង្គុយដោយមានទឹកមុខញញឹមរីករាយបាទគឺអ្នកខ្លះគឺថាគាត់សប្បាយចិត្តបាទតាំងពីព្រឹកបាទតែគាត់រងចាំដំណឹងបាទហើយបន្ទាប់ពីឃើញថាស្ថានីយ៍ទូទស្សន៍ធំមានការផ្សាយផ្ទាល់បាទគាត់បានឃើញបាននោះបងប្អូនខ្ញុំចុះបាទសប្បាយចិត្តទេបងមើលសុំបន្តិចបងជឿស្អីបាទសុំបន្តិចបងបាទក្នុងនេះបងជាប្រជាពលរដ្ឋប្រជាជននៅក្នុងប្រទេសកម្ពុជារបស់យើងដែលឃើញថាកងទ័ពរបស់យើងបានធ្វើត្រឡប់មកមាតុភូមិប្រទេសរបស់យើងវិញផងដែរមានសេចក្តីថារំភើបហើយនឹងជំនួសគ្រួសារអានេះកិត្តិយសមួយហ្នឹងហើយបងប្អូនយើងទាំងអស់គ្នាខ្មែរហ្នឹងចាំគាត់យូរហើយឥឡូវថ្ងៃដែលយើងរងចាំមកដល់ហើយបាទគឺ155ថ្ងៃបងដែរបាទបើគាត់ទៅគឺចូលចិត្តជា4ខែជាងហើយបាទហើយក្នុងនេះបងមានអីដើម្បីថ្លែងអរគុណនិងជូនពរដល់វរៈកងទ័ពដល់អង្គការរបស់យើងក៏ដូចជាថ្នាក់ដឹកនាំរបស់យើងមានសម្ដេចហ៊ុនសែនក៏ដូចជាសម្ដេចប្រវត្តិបតីផងដែរបាទក្នុងនាងខ្ញុំជាពលរដ្ឋនៅរស់នៅក្នុងភូមិមូលដ្ឋានសកាត់ OC2 ក្នុងភ្នំពេញនេះសូមថ្លែងអំណរគុណដល់សម្ដេចទាំងទ្វេសម្ដេចដៃជួននិងសម្ដេចធិបតីបាទក៏ដូចជាថ្នាក់ដឹកនាំកម្ពុជាបាទទាំងអស់គ្រប់ជាន់ថ្នាក់ក៏ដូចជាក្រសួងការពារជាតិក្រសួងការបរទេសដែលប្រឹងប្រែងតស៊ូមតិហ្នឹងអត់ធ្មត់បាទអត់ធ្មត់បាទតែស្ងាត់មិនស្ងៀមហ្នឹងគឺឥឡូវហ្នឹងបានជោគជ័យហើយបាទអរគុណច្រើនបងបាទហើយក្នុងនាមខ្ញុំជាអ្នកសារព័ត៌មាននេះគឺខ្ញុំខ្ជិបបាទគឺសប្បាយរីករាយមែនតើបាទហើយមិនតផ្សារបាយក៏ត្រូវតែផ្សាយសិនហើយបាទលោកពូបាទនេះជើញទៅតឹងឈរចាំបាទទៅវត្តមានរបស់វរៈកងទ័ពរបស់យើងគឺបានធ្វើដំណើរចេញជាបដាហើយបាទហើយចំពោះខ្ញុំផ្ទាល់ក៏នៅតែព្យាយាមផ្សាយផ្ទាល់បាទនៅទីតាំងខាងលើនេះគឺនៅចំណុចបាទក្តានទីបាទក្តានទីផ្ទាល់តែម្ដងហើយយើងក៏លេចមើលពីចម្ងាយបាទឃើញថានោះបាទទង់ជាតិរបស់ប្រទេសកម្ពុជារបស់យើងបានបក់បាទយ៉ាងល្វើយបាទមើលទៅគួរសស្អាតមែនតើបាទសស្អាតមែនតើប្រិយមិត្តជនបាទឥឡូវយើងទៅខាងមុខបន្តទៀតមើលបាទបាទប្រិយមិត្តជនជាទីគ្រប់ជាទីមេត្រីដែលកំពុងតាមដានទស្សនានៅក្នុងការផ្សាយផ្ទាល់នៅក្នុងអង្គភាព New Online បាទនេះបាទបងប្អូនបាទនៃប្រជាពលរដ្ឋខ្មែរយើងបាទក៏កំពុងតែអបអរសាទរមែនតើបងមានអារម្មណ៍អីដែរបងសូមបន្តិចបងជំរាបសួរបងសួស្តីបងប្អូនអរគ្នាសម្រាប់ខ្ញុំពិតជាមានអារម្មណ៍ថាសប្បាយរីករាយហើយនឹងមួយអាយ៉ាហាមរយៈមុនគឺយើងមានទុកទាំងអស់គ្នាតែឥឡូវហ្នឹងប្រទេសយើងក៏មានសន្តិភាពមកវិញហើយជាពិសេសគឺបានពួកគាត់ដោះលែងប្រជាជន18នាក់មកទៀតគឺពួកយើងកាន់តែសប្បាយចិត្តពីលើនឹងបន្ថែមទៀតដែរបងហើយឃើញថាប្រទេសយើងក៏មានការថាបត់ឈប់បានដែរបាទអញ្ចឹងគឺបានសន្តិភាពមកវិញផងដែរបាទហើយក៏ដូចជាក្រោមការដឹកនាំរាជរដ្ឋាភិបាលរបស់យើងមានសម្ដេចតេជោក៏ដូចជាសម្ដេចបវរក្នុងនាមបងជាប្រជាពលរដ្ឋដូចជានៃតំណាងក្រុមហ៊ុនមួយដែរអញ្ចឹងបងមានអីដើម្បីថ្លែងអរគុណទៅដល់សម្ដេចដូចជាបាទវរៈកងទ័ពរបស់យើងចាជាដំបូងនេះខ្ញុំសូមថ្លែងអំណរគុណទៅដល់សម្ដេចដែលបានគាត់យកចិត្តទុកដាក់មែនទែនមិនថាតែប្រជាពលរដ្ឋដែលភាសឹករួមជាមួយនឹងបង18នាក់ជាមួយនឹងកងទ័ពជួបអញ្ចឹងបើនិយាយពីអារម្មណ៍វិញគឺរំភើបហើយក្តុកក្តៅមែនទែនបងព្រោះតែអីមើលវីដេអូតាមទូរស័ព្ទដៃប្រហែលខែតែបងទៅតឹងបងនិយាយពីអារម្មណ៍ក្រៀមក្រំណាតាំងពីប៉ះគ្នាលើកមុនមកម៉េចអារម្មណ៍ពិតជាក្តុកក្តៅមែនតើព្រោះអីដែលសារអីអញនិយាយមិនថាយើងជាជាតិមួយនៅពេលដែលឃើញគេធ្វើបែបហ្នឹងមកលើយើងគឺអារម្មណ៍ពិតជាព្រោះដែលសារអីយើងអត់អ្នកជួបផ្ទាល់ទេប៉ុន្តែយើងគិតថានៅពេលដែលបងប្អូនគាត់ជួបផ្ទាល់ជាពិសេសគឺគាត់នៅតាមព្រំដែនគឺអារម្មណ៍របស់គាត់អញនិយាយមិនថាគាត់ត្រូវបែកបាក់គ្រួសារគាត់ត្រូវបាត់បង់អាយុជីវិតមនុស្សជាច្រើនពួកខ្ញុំពិតជាប្រថ្ងៃធ្វើការមែនសួរទាំងអស់គ្នាគឺធ្វើការអារម្មណ៍នៅកន្លែងធ្វើការខ្លួននៅកន្លែងធ្វើការប៉ុន្តែអារម្មណ៍វិញគឺអញគិតពីបង18ហ្នឹងហើយបងនិយាយនេះហ្នឹងមិនថាអីគឺក្តុកក្តួលខ្លាំងមែនទែនហើយក៏អាចថាយើងរំភើបដែរពេលដែលពួកយើងទទួលបានដំណឹងល្អនិយាយទៅហងៃមើលព័ត៌មានបណ្ដាយយំបណ្ដារហូតអរគុណដល់នេះបងបាទអរគុណបាទសុខសប្បាយបងបាទអរគុណបាទប្រិយមិត្តជនជាទីគោរពជាទីមេត្រីបាទឥឡូវនេះឃើញថា
បាទវត្តមានរបស់បងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកកបាទហើយនៅដងផ្លូវមិនថាចាប់ពីផ្លូវបាទនេះពលានយន្តហោះទេបាទពុទ្ធតងយើងចាស់ទេបាទរហូតមកដល់ផ្លូវមុខក្រាន់2ក៏ដូចជាមុខទីស្តីការគណៈរដ្ឋមន្ត្រីបាទក៏ដូចជាវត្តមានបងកងកម្លាំងប្រដាប់អាវុធទាំងអស់បាទគឺកំពុងតែឈរនៅតំដងជួរទៅតាមដងផ្លូវបាទដើម្បីជួយសម្រួលបាទនៅតាមដងផ្លូវដើម្បីឲ្យក្បួនបាទនៃបាទវរៈកងទ័ពដ៏អង្អាចរបស់យើងគឺ18នាក់បាទគឺបានមាតុភូមិមកប្រទេសកម្ពុជារបស់យើងបាទដោយសុវត្ថិភាពដោយឃើញថាសុខភាពគាត់គឺមានការមមទាំល្អមែនតើប្រជាជនបាទឥឡូវនេះឃើញថាវត្តមានខាងក្រៅខ្ញុំនេះគឺលោកអធិការខណ្ឌបឹងកង្គក៏ដូចជាលោកវត្តមានអធិការខណ្ឌ7មករាបាទគឺដែលមន្ត្រីដ៏ល្អបាទនិយាយប៉ុណ្ណេះគឺគិតពីសុខទុក្ខប្រជាពលរដ្ឋគាត់បានអញ្ជើញមកដល់ខាងមុខនេះផងដែរប្រជាជនបាទឥឡូវយើងអាចទៅធ្វើបទសម្ភាសន៍គាត់តិចលពូសុំបន្តិចបាទលពូសុំបន្តិចបាទលពូសុំបន្តិចបងសុំបន្តិចបាទនេះបងគាត់លពូបាទឥឡូវគាត់លពូបាទឥឡូវនេះឃើញថាបាទថ្នាក់ដឹកនាំយើងគឺពិតជាគិតពីសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋបាទក៏ដូចជាបាទវិរៈកងទ័ពរបស់យើងមែនតើបាទឥឡូវយើងមើលពីចម្ងាយទៅផ្ទៃខាងមុខបន្តិចបាទកាមេរ៉ាជួយចាប់បាទឥឡូវឃើញថាវិរៈកងទ័ពរបស់យើងគឺកំពុងតែធ្វើដំណើរឆ្ពោះមកជាបន្តបដាហើយបាទក៏ដូចជាបាទទង់ជាតិរបស់កម្ពុជារបស់យើងមានការបក់បាទល្វើយផងដែរបាទដោយឃើញថាមានបាទរូបសោកស្អាតមែនតើប្រជាជនបាទរូបកំណាងឲ្យប្រាសាទអង្គរវត្តយើងផ្ទាល់តែម្ដងប្រជាជនបាទឥឡូវបាទក្រុមការងារយើងដើរទៅមុខទៀតជាទីមេត្រីបាទហើយខ្ញុំបាទកំពុងតែធ្វើការផ្សាយផ្ទាល់នេះគឺនៅមុខបាទទីស្តីការគណៈរដ្ឋមន្ត្រីផ្ទាល់តែម្ដងបាទគឺហៅថានៅក្រាន2បាទឥឡូវនេះបងអាជ្ញាធរយើងដែលខាងជំនាញចរាចរណ៍បាទលោកកំពុងតែធ្វើការឈរសម្រួលចរាចរណ៍ផងដែរបាទឥឡូវទស្សនវិជ្ជាខាងក្រៅខ្ញុំនេះគឺមើលទៅបាទបងប្អូនប្រជាពលរដ្ឋយើងច្រើនមែនតើបាទហើយអបអរសាទរមែនតើបាទឥឡូវនេះយើងថាទៅមុខទៀតបាទឥឡូវយើងសុភាបងប្អូនប្រជាពលរដ្ឋបន្តិចបាទបងសុបងសុំបន្តិចបងបាទបងអញបងមានអារម្មណ៍មិនណាបងអូមភើបរីករាយបាទបានរយៈកងទ័ពយើងមកវិញបាទ8 10រូបបងរងចាំតន្ទឹងប្រហែលថ្ងៃប្រហែលខែអូយូរហើយបើកមើល Facebook វារួមនឹកស្មានថាបាននឹកស្មានថាគាត់ធ្វើត្រឡប់មកវិញបានទេហ្នឹងបងបាទ155ថ្ងៃបាទបំពឹងរាល់ថ្ងៃដែរហ្នឹងបងមានអីអរគុណដល់ថ្នាក់ដឹកនាំរបស់យើងផងដែរមានអរគុណដល់រដ្ឋាភិបាលហើយការដែលយើងគ្រប់គ្នារងចាំទាំងអស់នេះគឺសិតតែពិបាកនិយាយយើងអូរំភើបពេកទៅបងហ្នឹងហើយយើងវាក្តុកក្តួលហើយអាបត់ជប់បាញ់ហ្នឹងក៏ជោគជ័យទៀតយើងកាន់តែសប្បាយចិត្តទៀតបាទហ្នឹងហើយថ្ងៃនេះជាថ្ងៃពិសេសទៀតទៅថ្ងៃយប់នឹងតែឆ្នាំសកលទៀតហ្នឹងបាទគឺបងព្រះកងទ័ពមកដោយមើលទឹកមុខគាត់មានភាពញញឹមរីករាយមែនតើសោះស្រាយមែនតើបាទហើយបងមានអីបន្ថែមជូនពរដល់បងប្អូនប្រទេសកម្ពុជារបស់យើងជាពលរដ្ឋខ្មែរយើងឲ្យបានជោគអូសូមឲ្យបានសុខសប្បាយអរគ្នាបាទមានតែប៉ុណ្្នឹងទេឆ្នាំថ្មី2026ជោគជ័យគ្រប់ភារកិច្ចហ្នឹងហើយអរគុណបាទអរគុណច្រើនអរគុណបាទអូសូមឈ្មោះតិចមើលបងឈ្មោះតិចមើលខ្ញុំឈ្មោះឆោមសយាបាទអរគុណច្រើនបងបាទនេះគឺជាបាទការលើកឡើងបាទបងឆោមឆាយាបាទដែលគាត់បានសម្ដែងអារម្មណ៍បាទរីករាយក្រៃលែងបាទនៅក្នុងពេលនេះផងដែរគេឃើញថាបាទបងប្អូនប្រជាពលរដ្ឋយើងច្រើនគឺដូចសិស្សនុសិស្សបាទនេះបងប្អូនមកសុំបន្តិចបងប្អូនបើឈ្មោះគេណាបើមកសុំបន្តិចមើលអង្គុយមកស្រួលបានអង្គុយមកបើមានឈ្មោះណាបើឈ្មោះពេញមែនហត់សេរតនវិសាជួយឈ្មោះព្រោះបងបើរៀននៅសាលាណាសាលាបាក់ទុកអូវិទ្យាល័យបាក់ទុកមួយចាងវាងដែរគឺអីបើថ្ងៃនេះមានអារម្មណ៍មិនដែរបើមានអារម្មណ៍ស្បាយចិត្តបាទសប្បាយចិត្តដែលឃើញថាវរៈកងទ័ពរបស់យើងទាំង18រូបបានធ្វើត្រឡប់មកភូមិមកទៅកម្ពុជារបស់យើងវិញបាទហើយបងអូនតន្ទឹងប្រហែលថ្ងៃប្រហែលខែដែរមើលទៅចាំយូរតាំងពីថ្ងៃគេចាប់ទៅអូបាទហើយបងអូនមើលតាម Facebook តាមទូរស័ព្ទដៃសប្តាហ៍អារម្មណ៍មានទេក្នុងខ្លួនពេលដែលកងទ័ពយើងមិនតបានមកមានយ៉ាងម៉េចមានតែថាមានតែគិតចង់ឲ្យគូគាត់មកវិលត្រឡប់មកវិញអញ្ចឹងហ៎បាទឥឡូវបានវិលត្រឡប់មកវិញយើងគិតថានៅរកពេលគាត់ពិបាកមិនអញ្ចឹងណាហូបការហូបចុកអីអញ្ចឹងណាតែគេដាក់ជាតិថ្នាំណាបាទ
ឥឡូវនេះគឺឃើញថាគាត់vừaត្រឡប់មកវិញដោយមើលឃើញថាសុខភាពរបស់គាត់គឺល្អមែនតើបាទចឹងបងប្អូនមានអីអរគុណដល់រាជរដ្ឋាភិបាលរបស់យើងផងដែរសម្ដេចផងដែររាជរដ្ឋាភិបាលសម្ដេចតេជោដែលបានខំប្រឹងការទូតហ្នឹងហើយបាទដើម្បីឲ្យកងទ័ពរបស់យើងបានវិលត្រឡប់មកវិញហ្នឹងហើយបានគាត់មកវិលត្រឡប់មកមាតុភូមិយើងវិញបាទអរគុណច្រើនបងប្អូនប៉ុន្មានអ្នកនៅសិស្សសាលាយើងមកថ្ងៃនេះច្រើនមកបើសុំបន្តិចមើលសុំបន្តិចមើលបាទឈរមកទៅស្រួលបាទមានអារម្មណ៍មិនដែរបងប្អូនថ្ងៃនេះមានអារម្មណ៍ថាសប្បាយចិត្តដែលបានមកខននៅទីនេះមើលបងកងទ័ពយើងត្រឡប់មកវិញបាទហើយទន្ទឹងប្រហែលថ្ងៃប្រហែលខែយូរណាអូនណាបាទតាំងពីគេចាប់ទៅដល់ម្ដងថ្ងៃនេះវារៀងឆ្លងថ្ងៃដែរមើលសកម្មភាពតែគេការតែគេចាប់គាត់ទៅយើងមើលទៅដូចមានអារម្មណ៍ក្តៅមែនតើបាទក្តៅហើយឈឺចាប់ជំនួសពួកគាត់បាទហើយមានអីអរគុណដល់រាជរដ្ឋាភិបាលរបស់យើងគឺសម្ដេចផងដែរហើយខ្ញុំសូមអរគុណទៅដល់សម្ដេចដែលបានខិតខំប្រឹងប្រែងជួយដល់ប្រទេសជាតិយើងឲ្យមានសន្តិភាពឡើងវិញហើយនឹងជួយដល់បងកងទ័ពត្រឡប់មកវិញផងដែរបាទអរគុណច្រើនផងអរគុណបងប្អូនបាទប្រជាជនជាទីគោរពជាទីមេត្រីឥឡូវនេះឃើញថាយើងតន្ទឹងរង់ចាំនេះគឺរៀងយូរដែរប៉ុន្តែយើងអត់ទាន់ដឹងថាវត្តមានរបស់កងទ័ពរបស់យើងគឺគាត់មកដល់មុខពលានអាកាសយានដ្ឋានពោធិ៍តុងគឺនៅដល់ឡើយទេប៉ុន្តែតាមបឋមហ្នឹងគឺឮថាបានមកដល់ហើយបាទព្រះបាទបានមកដល់ហើយបាទអញ្ចឹងគឺយើងតន្ទឹងរង់ចាំទាំងអស់គ្នាទាំងខ្ញុំបាទប្រធានអង្គភាព New Online បាទក៏ដូចជាក្រុមការងារទាំងអស់បាទកំពុងតែតឹងរង់ចាំទាំងអស់គ្នាផងដែរបាទឥឡូវនេះគឺដោយសារតែធាតុអាកាសក្តៅពេកអញ្ចឹងខ្ញុំសូមបិទការ live ជីវៈទៅមួយសិនបាទហើយបើសិនជាវិវត្តនៃដំណើររបស់វីរៈកងទ័ពរបស់យើងទាំង18រូបមកដល់ទីនេះយើងនឹងធ្វើការផ្សាយជីវៈទី2ផងដែរហើយបើសិនជាការអធិប្បាយខ្ញុំបាទមានការលូតលាស់ខ្វះខាតពីពេទ្យប្រការណាមួយក៏សូមខន្តីបេទោពីសំណាក់ប្រិមត្តក៏ដូចជាពុកម៉ែបងប្អូនផងដែរបាទអរគុណសូមគោរពលា